ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំនឹងមកបង្ហាញបងប្អូនពីរបៀបធ្វើខជើងជ្រូកពងទាជាមួយនឹងស្ពៃជូរណាបងប្អូនសម្រាប់មុខម្ហូបនេះដែរគឺមានរសជាតិឈ្ងុយឆ្ងាញ់ណាបងប្អូនចានិយាយទៅមុខម្ហូបនេះខ្ញុំអាសាធ្វើណាបងប្អូនចាហើយគ្រឿងផ្សំរបស់ខពងទាជើងជ្រូកមួយស្ពៃជូរនេះមានដូចជាពងទាជើងជ្រូកហើយនឹងស្ពៃជូរជាដំបូងគឺខ្ញុំដាក់ឆ្នាំងឲ្យក្តៅហើយបន្ទាប់មកគឺខ្ញុំចាក់ខ្លាញ់បន្តិចរួចខ្ញុំដាក់ទៅជាមួយនឹងខ្ទឹមចិញ្ច្រាំហើយបន្ទាប់ពីខ្ញុំដាក់ខ្ទឹមចិញ្ច្រាំហើយគឺខ្ញុំដាក់ទៅជាមួយនឹងស្ករពាងចំណែកស្ករពាងនេះដែរគឺខ្ញុំដាក់ចំនួនប្រហែលជា3ស្លាបព្រាបាយព្រោះយើងខជាមួយស្ពៃជូរអញ្ចឹងតើយើងយករសជាតិរៀងដិតបន្តិចស្ករពាងណាបងប្អូនចាបន្ទាប់ពីខ្ញុំបានដាក់ហើយគឺខ្ញុំកូរគ្រឿងទាំងអស់ហ្នឹងចូលគ្នាបន្តិចសិនបងប្អូនបន្ទាប់ពីខ្ញុំបានកូរស្ករពាងហ្នឹងឲ្យឡើងជើងក្រងហើយទើបខ្ញុំដាក់ទៅជាមួយនឹងអំបិលចាអំបិលនេះគឺខ្ញុំប្រើចំនួនកន្លះស្លាបព្រាបាយបន្ទាប់មកខ្ញុំកូរបញ្ចូលគ្នាបន្ថែមទៅទៀតហើយបន្ទាប់ពីខ្ញុំកូរអំបិលជាមួយស្ករពាងអីហើយគឺខ្ញុំបន្ថែមទៅជាមួយនឹងរ៉ូឌីចំពោះរ៉ូឌីគឺខ្ញុំប្រើចំនួន1ស្លាបព្រាបាយបន្ទាប់មកគឺខ្ញុំដាក់ជាមួយនឹងទឹកប្រេងខ្យងសម្រាប់ទឹកប្រេងខ្យងគឺខ្ញុំប្រើចំនួន2ស្លាបព្រាបាយបន្ទាប់មកគឺខ្ញុំដាក់ទៅជាមួយនឹងទឹកត្រីចំនួន2ស្លាបព្រាបាយចានៅពេលដែលខ្ញុំដាក់ទៅហើយគឺខ្ញុំកូរគ្រឿងទាំងអស់ចូលគ្នាបានឡើងឈ្ងុយល្អឡើងពណ៌ល្អហើយគឺខ្ញុំដាក់ទៅជាមួយនឹងពងទាចាចំណែកពងទានេះដែរគឺខ្ញុំប្រើចំនួនជាង10គ្រាប់ណាបងប្អូនចាបន្ទាប់មកគឺខ្ញុំដាក់ម្រេចទៅជាមួយឲ្យហើយតែម្ដងហើយបន្ទាប់មកគឺខ្ញុំគ្របឲ្យវាឡើងពណ៌ក្រហមឡើងបន្តិចហើយទើបខ្ញុំដាក់ទៅជាមួយនឹងជើងជ្រូកចាចំណែកជើងជ្រូកនេះដែរគឺខ្ញុំប្រើចំនួនទាំងមូលតែម្ដងចាហើយឥឡូវនេះខ្ញុំចាប់ផ្ដើមកូរជើងជ្រូកជាមួយពងទារួចហើយគឺខ្ញុំដាក់ទៅជាមួយនឹងស្ពៃជូរចំណែកស្ពៃជូរគឺខ្ញុំប្រើចំនួន1គីឡូណាបងប្អូនចាពេលដែលខ្ញុំដាក់ស្ពៃជូរទៅរួចហើយគឺខ្ញុំកូរបន្តិចហើយខ្ញុំចាប់ដើមគ្របបន្តិចដើម្បីឲ្យវាចេញจากព្រៃបន្ទាប់មកគឺខ្ញុំបន្ថែមទៅជាមួយនឹងទឹកជាលចាហើយសម្រាប់ទឹកជាលគឺខ្ញុំប្រើក្នុងបរិមាណសមល្មមដើម្បីធ្វើការបង្ងាស់ជើងជ្រូកហ្នឹងណាបងប្អូនចាឥឡូវនេះការបង្ងាស់ខជើងជ្រូករបស់ខ្ញុំក៏បានរួចរាល់ដែរបងប្អូនចាហើយក៏នាងខ្ញុំក៏សូមអរគុណបងប្អូនទាំងអស់គ្នាដែលទស្សនាវីដេអូនេះរហូតដល់ចប់